ជឿជាក់ថាបងប្អូនប្រកាសជាជ្រាបនឹងទទួលបានព័ត៌មានមួយតាក់ទងជាមួយនឹងរឿងតាហ៊ានថៃជន់ក្របមីនជន់ក្របមីនទៀតណាបងប្អូនចាហើយអារឿងតាហ៊ានថៃជន់ក្របមីននេះមិនមែនគឺជារឿងថ្មីនោះទេបងប្អូនប៉ុន្តែអ្វីដែលនៅតែស្ថិតជាចម្ងល់របស់អន្តរជាតិនឹងគឺគេឆ្ងល់ថាចេះបងប្អូនចាថាហេតុអ្វីគ្រប់ចំនួនតាហ៊ានថៃដែលជន់ក្របមីននឹងសិតតែដាច់ត្រឹមកជើងដូចគ្នាគ្រប់ករណីអញ្ចឹងគេឆ្ងល់ថាអញ្ចឹងបងប្អូនតាំងពីសង្គ្រាមលើកទី1រហូតមកដល់សង្គ្រាមលើកទី2នេះយើងទទួលបានព័ត៌មានអារឿងករណីតាហ៊ានថៃជន់ក្របមីននឹងប៉ុន្តែដាច់តែត្រឹមកជើងឯងហើយខ្ញុំមិនដឹងថាគេជន់នឹងគេមានបច្ចេកទេសក្នុងការជន់ឬមួយក៏មិនបានដាច់តែត្រឹមកជើងនឹងរបៀបថាគេ set up រួចហើយឲ្យដាច់តែត្រឹមកជើងនឹងអញ្ចឹងណាបងប្អូនឬមួយក៏អាមីននឹងគេត្រូវបន្ថយរំសេវដើម្បីជន់ទៅវាដាច់តែត្រឹមកជើងនឹងឬមួយក៏មិនយើងបានឃើញថាថៃបងប្អូនគឺវាបានចាប់ផ្ដើមផ្សព្វផ្សាយព័ត៌មានបំភ្លឺនៃការដើរជន់មីនរបស់កងទ័ពថៃហើយនេះគឺជាសញ្ញាមួយផងដែរដែលបង្ហាញថាថៃនឹងគឺពួកវាបានត្រៀមខ្លួនរួចហើយដើម្បីធ្វើសង្គ្រាមលើកទី3ជាមួយនឹងកម្ពុជានៅថ្ងៃខាងមុខនេះហើយនេះក៏ជាសញ្ញាមួយចាសញ្ញាដដែលដែលថៃនឹងតែងតែចោទប្រកាន់មកលើកម្ពុជានិងញុះញង់តាមបណ្ដាញព័ត៌មានរបស់ថៃនឹងចោទប្រកាន់ជាឯកតោភាគីមកលើកម្ពុជាយើងដើម្បីមានលះធ្វើសង្គ្រាមក៏ដូចជាទាញចំណាប់អារម្មណ៍ពីប្រជាជនថៃខ្លួនឯងអញ្ចឹងទៅបងប្អូនចាហើយមួយវិញទៀតគឺដើម្បីបំផាយស្ថានភាពរឿងនយោបាយពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតដោយមិនមានភាពប្រក្រតីក៏ដូចជាការបែកបាក់ផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃក៏ដូចជាប្រជាជនថៃនឹងមិនមានភាពសាមគ្គីគ្នាហើយចាំតែមើលបងប្អូនព័ត៌មានចាញ់មកតើអាពួកតាហ៊ានសៀមនឹងវាជន់មីនហើយគឺដាច់តែត្រឹមកជើងឯងបងប្អូនចាដាច់តែត្រឹមកជើងឯងដល់ពេលអញ្ចឹងទៅអាចធ្វើឲ្យយើងនឹងសន្និដ្ឋានបានចេះបងប្អូនគឺពួកវានឹងយកមនុស្សជនពិការយកជនពិការជើងនឹងមកធ្វើជាឆាកល្ខោនដើម្បីបង្កើតព្រឹត្តិការណ៍សប្បនិមិត្តដើម្បីរុញច្រានអាភាពតានតឹងនយោបាយផ្ទៃក្នុងនឹងមកដាក់លើកម្ពុជានឹងធ្វើជាលេសដើម្បីបង្កសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀតហើយមូលហេតុដែលពួកវាតែងតែបំភ្លៃព័ត៌មានថាពួកវានឹងដើរជន់មីនចាស់មួយចុះពីនៅតាមព្រំដែនអីចឹងទៅបងប្អូនចាមូលហេតុនឹងគឺដើម្បីកិច្ចដើម្បីកិច្ចពីការទទួលខុសត្រូវនៅក្នុងការកំទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរយើងនឹងការដាក់កុងតឺន័រអីផ្សេងតាមព្រំដែនតាមអីចឹងទៅដើម្បីបង្កើតជាសង្គ្រាមលើកទី3យើងបានឃើញថានៅក្នុងភូមិអានសេះស្ថិតនៅឃុំជាន់ខ្សានស្រុកជាន់ខ្សានខេត្តព្រះវិហារគឺប្រជាពលរដ្ឋនឹងនៅតែមិនទាន់បានត្រឡប់ទៅផ្ទះវិញទេដោយសារតែពួកគេនឹងនៅតែព្រួយបារម្ភអំពីសុវត្ថិភាពទោះបីជាស្ថានភាពតាមព្រំដែននឹងមានភាពស្កប់ស្កល់ក៏ដោយហើយយើងក៏បានឃើញថាគឺមានផ្ទះជាច្រើនខ្នងខ្លាំងមែនទែននឹងវត្តមួយកន្លែងនៅតំបន់នោះគឺបានរងការខូចខាតខ្លាំងមែនទែនបងប្អូនហើយក៏មានក្រុមបន្តផ្ទុះនៅតាមទីកន្លែងផ្សេងក្នុងភូមិនឹងដែរនៅចម្ងាយប្រហែលគីឡូម៉ែត្រពីជួរភ្នំដងរែកកុងតឺន័រពណ៌ក្រហមដែលដំឡើងដោយយោធាថៃនឹងនៅតែអាចមើលឃើញពីចម្ងាយបានហើយកុងតឺន័រទាំងអស់នោះគឺត្រូវបានដាក់នៅថ្ងៃទី3ខែកុម្ភៈដើម្បីបិទផ្លូវចូលទៅកាន់ច្រកអន្តរជាតិអានសេះហើយរុញចូលបន្ថែមទៅក្នុងទឹកដីកម្ពុជាយើងផ្ទាល់តែម្ដង2ថ្ងៃបន្ទាប់មកកម្ពុជាយើងគឺបានចេញលិខិតថ្កោលទោសកម្មភាពនោះដែលហៅថាគឺជាការរំលោភលើបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងច្បាស់លាស់